តែអ្នកស្រុកគិតទៀតថាប្រទេសតូចមួយនៅកណ្ដាលទ្វីបអឺរ៉ុបអាចក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកនិងជាកន្លែងដែលប្រជាជនមានជីវភាពទូទៅបំផុតហើយតើអ្នកដឹងទេថាតើប្រទេសណាដែលផ្ដល់ការធ្វើដំណើរសាធារណៈដោយឥតគិតថ្លៃនៅទូទាំងប្រទេសហើយនេះTime frame នឹងនាំអ្នកទៅស្វែងយល់អំពីប្រទេសមួយនេះដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងប្រជាជនមានជីវភាពទូធានិងជីវិតដ៏ស្រស់បំព្រងប្រទេស Luxembourg ដែលអ្នកទាំងអស់គ្នាអាចនឹងស្គាល់ឮឈ្មោះថាប្រទេស Luxembourg ដែលត្រូវបានគេស្គាល់ថាជាប្រទេសតូចបំផុតមួយនៅទ្វីបអឺរ៉ុបប៉ុន្តែមានឥទ្ធិពលខ្លាំងលើឆាកអន្តរជាតិស្ថិតនៅចំកណ្ដាលទ្វីបអឺរ៉ុប Luxembourg មានព្រំដែនជាប់នឹងប្រទេស Belgium បារាំងនិងអាល្លឺម៉ង់តែធ្វើឲ្យប្រទេសមួយនេះក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់បើទោះបីជាមានទំហំដីតូចក៏ពិតមែនប្រទេសមួយនេះមានភូមិសាស្ត្រចម្រុះរាប់ចាប់តាំងពីក្រុងដ៏អ៊ូអររហូតដល់តំបន់ជនបទដែលមានជ្រលងភ្នំនិងព្រៃឈើដ៏ខៀវស្រងាត់ Luxembourg ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយរបស់ពិភពលោកវិស័យធនាគារនិងមូលបត្រមានការរីកចម្រើនយ៉ាងខ្លាំងដែលទាក់ទាញក្រុមហ៊ុននិងវិនិយោគិនបរទេសជាច្រើនប្រទេស Luxembourg មានប្រាក់ចំណូលជាមធ្យមខ្ពស់បំផុតដែលធ្វើឲ្យប្រទេសមួយនេះស្ថិតក្នុងលំដាប់ប្រទេសដែលមានជីវភាពធូរធារបំផុតមួយនៅក្នុងពិភពលោកប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនចន្លោះប្រហែលពី $75,919 ដែលស្មើនឹងប្រមាណ $81,500 អាមេរិកក្នុងមួយឆ្នាំក្រៅពីវិស័យហិរញ្ញវត្ថុ Luxembourg ក៏មានវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យាអ៊ីនធឺណិតនិងវិស័យអវកាសកំពុងរីកចម្រើនផងដែរឱកាសការងារមានច្រើនជាពិសេសសម្រាប់អ្នកដែលមានជំនាញច្បាស់លាស់និងភាសាបរទេសចេះច្រើនដូចជាភាសាបារាំងអាល្លឺម៉ង់និងអង់គ្លេសរដ្ឋាភិបាល Luxembourg បានប្រាជ្ញាខ្ពស់ក្នុងការវិនិយោគលើវិស័យអប់រំប្រព័ន្ធអប់រំក្នុងប្រទេស Luxembourg មានគុណភាពខ្ពស់រាប់ចាប់តាំងពីបឋមសិក្សារហូតដល់មហាវិទ្យាល័យសិស្សនិស្សិតអាចជ្រើសរើសភាសាជាច្រើនដូចជា Luxembourgese បារាំងនិងអាល្លឺម៉ង់សាកលវិទ្យាល័យ Luxembourg ផ្ដល់ជូនកម្មវិធីសិក្សាភាសាអង់គ្លេសផងដែរដែលទាក់ទាញនិស្សិតអន្តរជាតិជាច្រើនចំពោះវិស័យសុខាភិបាលវិញ Luxembourg មានប្រព័ន្ធថែទាំសុខភាពដ៏ល្អឥតខ្ចោះដែលអាចទទួលបានសេវាព្យាបាលប្រកបដោយគុណភាពខ្ពស់ប្រជាជនទាំងអស់ត្រូវបានធានារ៉ាប់រងសុខភាពដែលផ្ដល់ភាពងាយស្រួលក្នុងការទទួលបានការព្យាបាលនិងថ្នាំសង្កូវLuxembourg មានវប្បធម៌ចម្រុះដែលរងឥទ្ធិពលពីប្រទេសជិតខាងភាសាផ្លូវការមាន3គឺ Luxembourgese បារាំងនិងអាល្លឺម៉ង់ប្រជាជនភាគច្រើនចេះនិយាយភាសាទាំង3នេះយ៉ាងស្ទាត់ជំនាញទីក្រុង Luxembourg ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO មាន5ប្រាសាទបុរាណជញ្ជាំងទីក្រុងចាស់និងផ្លូវតូចៗគួរឲ្យទាក់ទាញផងដែរក្រៅពីនេះប្រជាជន Luxembourg និយមរស់នៅបែបស្ងប់ស្ងាត់ជឿជាក់ធម្មជាតិនិងធ្វើសកម្មភាពក្រៅផ្ទះពួកគេចូលចិត្តដើរលេងកម្សាន្តជិះកង់ទៅលេងឧទ្យានជាតិនិងពិធីបុណ្យនានាម្ហូបអាហារ Luxembourg ក៏មានលក្ខណៈពិសេសផងដែរដោយមានការលាយបញ្ចូលគ្នារវាងម្ហូបបារាំងនិងអាល្លឺម៉ង់ការរស់នៅក្នុងប្រទេស Luxembourg អាចមានការចំណាយខ្ពស់ជាពិសេសតម្លៃផ្ទះជួលឬក៏ទិញទោះជាយ៉ាងនេះក៏ដោយប្រាក់ចំណូលក៏ទទួលបានខ្ពស់ផងដែរនិងគុណភាពជីវិតដ៏ល្អដែលធ្វើឲ្យការចំណាយទាំងនោះសមស្របនឹងគ្នាប្រជាជនមានសុវត្ថិភាពខ្ពស់បរិស្ថានស្អាតប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏ទំនើបការដឹកជញ្ជូនសាធារណៈត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃនៅទូទាំងប្រទេសចាប់តាំងពីឆ្នាំ2020ដែលជាគំនិតផ្ដួចផ្ដើមដ៏គួរឲ្យកត់សម្គាល់មួយភាពតានតឹងក្នុងការរស់នៅគឺទាបដោយសារតែតុល្យភាពរវាងជីវិតការងារនិងជីវិតឯកជនត្រូវបានលើកកម្ពស់រដ្ឋាភិបាលមានកម្មវិធីគាំទ្រជាច្រើនសម្រាប់ក្រុមគ្រួសារនិងផ្ដល់ប្រាក់បឋមផ្សេងៗ
បើទោះបីជាមានគុណសម្បត្តិជាច្រើនក៏ដោយលុចសំបូរក៏មានបញ្ហាប្រឈមមួយចំនួនផងដែរបញ្ហាមួយចំនួនក្នុងចំណោមនោះគឺកង្វះលំនៅឋាននិងតម្លៃផ្ទះខ្ពស់ដោយសារប្រជាជនមានចំនួនកើនឡើងបញ្ហាប្រឈមមួយទៀតគឺការរួមបញ្ចូលគ្នារវាងវប្បធម៌ចម្រុះដោយសារមានប្រជាជនបរទេសរហូតដល់តែជាង 40% នៃចំនួនប្រជាជនសរុបបើទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលក៏បានខិតខំព្យាយាមដោះស្រាយបញ្ហាទាំងនេះដោយពង្រីកការសាងសង់លំនៅឋានសមរម្យនិងជំរុញការរួមរស់ដោយសុខដុមរវាងវប្បធម៌ផ្សេងៗគ្នាសរុបមកលុចសំបួរគឺជាប្រទេសតូចមួយដែលមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អ្នកដែលចង់ស្វែងរកឱកាសការងារល្អគុណភាពជីវិតខ្ពស់និងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាពមិនថាអ្នកជាអ្នកវិនិយោគអ្នកជំនាញឬគ្រាន់តែចង់ស្វែងយល់អំពីវប្បធម៌ថ្មីលុចសំបួរនឹងមិនធ្វើឲ្យអ្នកខកបំណងឡើយដោយតែបានរៀបរាប់ខាងលើហើយលុចសំបួរពិតជាប្រទេសតូចមួយដែលពោពេញទៅដោយឱកាសនិងភាពប្លែកៗជាច្រើនវាជាគំរូនៃប្រទេសតូចមួយដែលអាចសម្រេចបាននូវការរីកចម្រើនយ៉ាងធំធេងបន្ទាប់ពីទស្សនាវីដេអូមួយនេះហើយតើអ្នកគិតថាអ្វីដែលជាចំណុចពិសេសបំផុតសម្រាប់ប្រទេសលុចសំបួរដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ជាងគេហើយតើអ្នកមានគំនិតចង់ទៅទស្សនាឬក៏រស់នៅទីនោះដែរទេសូមចែករំលែកមតិរបស់អ្នកនៅក្នុងខមមិនខាងក្រោមជួបខ្ញុំនៅវីដេអូបន្តអរគុណ